សួស្តីបងប្អូនអរគ្នាថ្ងៃនេះសូមសម្រាយរឿងមួយឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាពេលនេះទូស្រីបងយើងបានបើករថយន្តដើម្បីទៅជួបក្រុមគ្រួសាររបស់នាងក៏បានជួបមនុស្សស្រីម្នាក់ដេកស្ដុកស្ដឹងនៅតាមផ្លូវនាងក៏បានចុះជួយដល់ពេលនោះមានបុរសម្នាក់កាន់ដំបងក៏បានវាយនាងរហូតដល់សន្លប់បាត់បង់ស្មារតីតែពិតគឺជាល្បិចរបស់ពួកគេទាំងអស់នេះទេបងប្អូនចំណែកនិយាយការពីនេះវិញគឺរំវាសកូនមិនឲ្យរៀបការជាមួយនឹងបុរសដែលមិនល្អនេះទេទោះដឹងថាមនុស្សនេះគឺការអាក្រក់អញ្ចឹងក៏ឲ្យកូនទៅរៀបការជាមួយនឹងអ្នកផ្សេងណាបងប្អូនតែតែនេះគឺចាប់ដើមសម្លឹកយាយនេះហើយសួរថាឯណាកូនយាយឯងនៅណាចំណែកអាតានោះចាប់ដើមភ័យសឹងរែកនៅបងប្អូនយាយក៏ភ័យដែរបងប្អូនតែនេះចាប់ដើមប្រាប់ហើយកុំបារម្ភកុំធ្វើបាបខ្ញុំចាំខ្ញុំទៅរកនាងមកឲ្យពេលនេះអាប៉ែនេះមិនជឿក៏យកដៃចង្កាច់កតានេះភ័យខ្លាចមែនទែនក៏មានបុរសម្នាក់ដែលបានវាយទូស្រីរបស់យើងស្លាប់នោះក៏បានប្រាប់ថាខ្ញុំរកនាងឃើញហើយមិនប្រាប់មកប៉ុណ្ណឹងគ្នារត់ទៅមើលពេលដែលទៅដល់ក៏ដឹងថានេះមិនមែនជាមនុស្សស្រីដែលត្រូវឲ្យរៀបការជាមួយបុរសម្នាក់នោះទេពេលនោះតានេះគាត់ចាប់ដើមខឹងថាដេកផ្ដាស់ឯងធ្វើមិនមើលទេតែឯងក៏យ៉ាប់ដែរធ្វើឲ្យទូប្រុសក៏បានខលទៅឪពុករបស់ទូស្រីកាត់ថាបាត់ទូស្រីទៅបងប្អូនតែតាប់មកពីអ្នកនោះក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរក៏ចាក់ទូស្រីទាំងស្លាប់ស្លៀកពាក់មង្គលការតែម្ដងចំណែកខាងកូនកន្លោះនេះគឺក៏មែនតើណាបងប្អូនណាមិនខ្វល់ពីអ្វីទាំងអស់មិនថាមានបញ្ហាអ្វីទេគឺធ្វើយ៉ាងម៉េចក៏ដឹងថាចង់រៀបការតទៅបានចំណែកខាងឪពុកខាងស្រីវិញក៏ចាប់ដើមចង់បើកមុខខាងកូនក្រមុំហើយខ្លាចខុសឬមួយក៏យ៉ាងម៉េចទេបងប្អូនយ៉ាងឃើញឈាមហូរពេញទៅនឹងតែម្ដងតាប់មកប្រកែកគ្នាពេញនឹងហើយអាតានោះក៏ចាប់តាមកាន់តែភ័យទៅហ្នឹងបងប្អូនចាប់ដើមលេបទឹកមាត់ស្ងួរដែរតែមកខាងស្រីនេះក៏និយាយថាទេមិនមែនជាលោកកូនរបស់លោកទេនាងគឺជាកូនរបស់ខ្ញុំតែមកខាងស្រីនេះក៏ចាប់ដើមយំទាំងអូនទាំងអាថាខាងឪពុកទូស្រីហ្នឹងចង់អុករកទីមង្គលការអីចឹងទៅបងប្អូនដើម្បីកុំឲ្យតានេះគាត់ឆែកមើលមុខឲ្យដឹងថាជាកូនរបស់គាត់ដល់មកក៏តានេះគាត់ក៏ចាប់ដើមស្ងប់អារម្មណ៍វិញក៏តែឆែកដៃអីចឹងទៅបងប្អូនប៉ុន្តែក៏និយាយថាបើសិនជាកូនរបស់ខ្ញុំមានបញ្ហាអីខ្ញុំនឹងមិនលើកលែងឲ្យពួកឯងទាំងអស់គ្នាទេដោយសារតែគាត់បាត់កូនណាបងប្អូនចា៎ឥឡូវនេះគឺដល់ភាគដែលអាចនឹងដឹងហើយថានោះគឺជាកូនរបស់គាត់ទេបងប្អូនចាំតាក់មកនាំគ្នានិយាយជាហោហាយហ្នឹងទៅអាតានេះក៏បាននិយាយទៀតប្រាប់ទៅថាវាមិនមែនជាកូនរបស់លោកទេលោកកុំសង្ស័យអីតាក់មកអាតានេះក៏បានយកកំបិតមកជួងរួចក៏បាននិយាយថាខ្ញុំសង្ស័យថាកូនខ្ញុំនៅទីនេះឲ្យខ្ញុំមើលកូនកំមុំបន្តិចព្រមក៏តាយកកំបិតភ្ជួងហើយក៏ឲ្យទូប្រុសរបស់យើងចូលមកអ្នកខាងស្រីរបស់យើងក៏បានទាញអំពូលភ្លើងវាយស្បាកូនកន្លោះចិត្តអាក្រក់នឹងចឹងទៅបងប្អូនរត់មកក៏បានជួបទូប្រុសរបស់យើងមកក៏ទូប្រុសរបស់យើងមានការសណិតសណោះទូស្រីរបស់យើងមានតែបងប្អូនត្រូវគេធ្វើបាបវេដន់រាងកាយបង្ខំឲ្យរៀបការផងទូស្រីយំទាំងអូនទាំងអាមានប្រាថ្នាភ័យណាស់គេធ្វើបាបខ្ញុំគេបង្ខំខ្ញុំគ្រប់បែបយ៉ាងគេវាយធ្វើបាបខ្ញុំត្រឹមតែនោះខាងកូនកន្លោះចិត្តអាក្រក់ក៏បានដើរមកយកអំពូលដល់ខាងស្រីវាយបុរសចិត្តអាក្រក់នឹងក៏យកមកវាយទូប្រុសរបស់យើងឡើងចេញឈាមក្បាលតែម្ដងហើយក៏និយាយថានេះជាកូនកំមុំរបស់យើងឯងកុំចង់មកយកនាងកណ្ដាលចេញពីយើង
តបមកកូនក្រឡោះអាក្រក់នេះក៏បានទាញកូនប្រមុំទូអាចយើងថាមកទៅរៀបការទៅបន្ទប់សំដំណេកប៉ុន្តែទូប្រុសរបស់យើងគឺចាប់ដើមមានកម្លាំងខ្លាំងចាប់ដើមងើបមកវាយខាងប្រុសនឹងសឹងស្លាប់ស្ទឹងរស់តែម្ដងចំណែកយាយតាពីរនោះចាប់ដើមប្រវេសប្រវាសដើម្បីជួយខាងទូក្បត់នឹងទាំងទៅបងប្អូនចំណែកខាងទូស្រីវិញក៏បានឈរភ្លឹងភ្លឹកដោយសារអារម្មណ៍ភ័យខ្លាចនៅក្នុងចិត្តមិនតាន់បាត់តបមកតានេះក៏បាននិយាយថាហេតុអីឯងធ្វើបែបនេះហេតុអីក៏ឯងធ្វើបាបកូនរបស់យើងតាចាប់ដើមខឹងខ្លាំងមែនទែនរួចហើយយាយនេះក៏និយាយថាមកពីឯងនារីវ័យចំណាស់គាត់បាននិយាយថាមកពីឯងធ្វើយើងដើរដល់ផ្លូវតច្រកមួយនេះឯងកុំបន្ទោសយើងគួរតែបន្ទោសខ្លួនឯងទៅត្រូវគ្រប់យ៉ាងគឺមកពីឯងទាំងអស់